Hey,សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមានឱកាសមិនមានឱកាសរហដងតែងតែជិះសាឡាងពីជ្រោយចង្វាមកកោះពេជ្រមកចម្លងកំពុងចម្លងនៅចិត្តNagawal ដែរប៉ុន្តែអត់ដែលបានថតប៉ុន្តែថ្ងៃនេះមានអារម្មណ៍ថាទិដ្ឋភាពគឺស្អាតមែនទែនហើយខ្យល់អាកាសបរិសុទ្ធមកខ្យល់អាកាសបក់មកល្វិចល្វិចហើយទិដ្ឋភាពថ្ងៃលិចនៅខាងលិចរាជធានីភ្នំពេញមានពណ៌មាសហើយពេលឆ្លងមកហ្នឹងឃើញទិដ្ឋភាពស្អាតមានអគារខ្ពស់ដែលឃើញរាល់ថ្ងៃប៉ុន្តែថ្ងៃនេះមានអារម្មណ៍ថាចង់ថតហើយដល់ពេលមើលទៅគឺស្អាតមែនពេលឆ្លងសាឡាងមកហ្នឹងរៀងយូរបន្តិចដោយសារជាសាឡាងធំនេះវាបើកយឺតហើយឃើញទូកទេសចរបើកទៅវិញទៅមកមានមនុស្សជិះលេងមើលទេសភាពហើយខ្យល់អាកាសបរិសុទ្ធនិយាយទៅឆ្លងសាឡាងមានអារម្មណ៍ថា stress អីក៏បាត់អស់ដែរគ្មាននៅសល់ទេធ្វើអារម្មណ៍យើង relax ហ្មងស្រូបខ្យល់អាកាសដែលបក់មកពីទឹកដើម្បីធ្វើទៅថាយើងធំក្លិនប្រេងធំក្លិនគេបងខ្សាច់ហ្នឹងមែនប៉ុន្តែមានអារម្មណ៍ថាគ្រាន់បើជាអាជីពផ្លូវលើ stress មកពេល stress ម្ដង stress ចេញធ្វើការមករឿង stress តិចតិចណាពេលជិះម៉ូតូ stress លើដើមហើយយើងមើលខ្លួនឯងទៅនេះអាសាឡាងទូចហ្នឹងជិះរៀងលឿនបន្តិចតែសាឡាងពងខ្ញុំជិះហ្នឹងរៀងយូរវាបើកយឺតប៉ុន្តែទិដ្ឋភាពដែលយើងឆ្លងសាឡាងពីជ្រោយចង្វាមកឃើញអគារខ្ពស់ដែលកំពុងអភិវឌ្ឍមានអគារដែលជាអគារសិង្ហក្រឡាដែលជាសណ្ឋាគារលំដាប់ពិភពលោកមួយមានអគារ Nagawal មានអគារជាច្រើនមាន Morgan មានអីណាជាច្រើនណាតែអត់ចាំឈ្មោះដឹងថាអគារដំនោះគេច្រើនមែនតើទៅតែ condo ខ្លួនឯងហើយជាសណ្ឋាគារប្រណិតភាពដែលមាននៅក្នុងប្រទេសយើងហើយកំពុងចម្លងរបស់យើងនេះមិនរបស់យើងទេរបស់អ្នកទាំងអស់គ្នារបស់រដ្ឋាភិបាលដែលគាត់បានរៀបចំឡើងដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនទាំងអស់គ្នាធ្វើដំណើរទៅវិញទៅមកមានភាពងាយស្រួលដូចជាខ្ញុំអញ្ចឹងទៅខ្ជិលជិះផ្លូវលើជិះស្លាងទៅអស់ម្នាក់ 1000 ទេម៉ូតូតែបលានអត់ដឹងអស់ប៉ុន្មានទេហើយយើងបានមើលទេសភាពហើយឃើញបងប្អូនទាំងអស់គ្នាដែលជិះម៉ូតូហ្នឹងមើលទៅក៏មានអារម្មណ៍ថា relax មួយអាកាសធាតុត្រជាក់ខ្យល់បក់មើលទេសភាពអញ្ចឹងទៅហើយអានេះគឺចិត្តមកដល់ហើយចិត្តមកដល់អញ្ចឹងខាងបងគាត់ធៀមឡើងម៉ូតូបើកចុះពីសាឡាងទៅហើយខាងតកងទូកនោះក៏គាត់មានព្រះអង្គលបឿនដែរដល់ពេលដល់អញ្ចឹងពាក់មួកពាក់អីគ្រប់គ្នាហើយក៏ខ្ញុំក៏ពាក់ដែរទៅហើយបាយ